甘いな。俺なら簡単にその金庫から2億を引っ張り出せる。ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការស្រាយរឿងចាស់ហើយរឿងនេះទៅមិនចេញទេតែក៏វាចប់យូរហើយដែរតែមានតែយករឿងនោះមកស្រាយដែរសារមើលទៅរៀងជក់ក្រនបាដែរដែលរឿងហ្នឹងគឺមានចំណងជើងថា Liar Game ឬក៏យើងបកប្រែថាល្បែងអ្នកបោកប្រាស់ចឹងទៅដែលជារឿងនិយាយពីនារីម្នាក់ដែលជាមនុស្សមហាស្មោះត្រង់មិនចេះកុហកបោកប្រាស់អីទេតែនាងនឹងត្រូវបានខាងក្រុមហ៊ុនហ្គេមមួយបានចុះឈ្មោះនាងចូលលេងហ្គេមបោកប្រាស់របស់គេដែលអ្នកឈ្នះអាចទទួលបានលុយ100លានយេនស្របពេលដែលអ្នកចាញ់នេះគឺត្រូវជំពាក់បំណុល100លានយេននឹងវិញហើយដែលនាងនឹងជាមនុស្សស្មោះត្រង់អញ្ចឹងការលេងហ្គេមនេះគឺនាងគ្មានសង្ឃឹមឈ្នះឡើយហេតុនេះហើយនាងក៏បានជួបនឹងបរិសម្នាក់ដែលជាអ្នកកំពូលល្បិចថែមទាំងមានប្រវត្តិធ្លាប់ជាប់គុកផងដែរហើយបរិសហ្នឹងក៏ជួយនាងចាក់ចេញពីល្បែងមួយនេះចឹងសាច់រឿងនេះគឺចាប់ផ្ដើមត្រង់តួស្រីនឹងរើសបានកាក់100យេនតែនាងមិនបានយកទេនាងបានជាយកមកឲ្យប៉ូលីសធ្វើឲ្យប៉ូលីសនេះឆ្ងល់ថានាងអាយុប្រមាណហើយនាងនឹង18ឆ្នាំហើយដែលគ្រាន់តែលុយ100យេនសោះនាងក៏យកមកឲ្យប៉ូលីសរកម្ចាស់លុយនឹងដែរចឹងប៉ូលីសនឹងក៏ថានាងស្មោះត្រង់ជ្រុលពេកហើយតួស្រីនឹងគឺមានឈ្មោះថា Nao Kansaki ដែលឈ្មោះ Nao នឹងគឺឪពុកនាងជាអ្នកដាក់ឲ្យមានន័យថាស្មោះត្រង់ហេតុនេះហើយធ្វើឲ្យនាងមានចរិតស្មោះត្រង់ហួសហេតុនៅថ្ងៃមួយនាងក៏បានទទួលកញ្ចប់អីវ៉ាន់មួយមកតែនាងមិនបានដាក់លេខកំងអីនោះទេសុកមកតែម្ដងហើយអ្នកដែលផ្ញើរបស់នឹងមកគឺខាងក្រុមហ៊ុន LGT ជាមួយនឹងសម្បត្តិដែលអបអរនាងចូលរួមល្បែងបោកប្រាស់ហើយពេលដែលនាងបើកប្រអប់នឹងមើលនាងក៏បានឃើញលុយជាច្រើននៅក្នុងនឹងដែលសរុបទាំងអស់ហ្នឹងគឺ100លានយេនពេលហ្នឹងសំឡេងក៏បានបន្លឺចេញពីកាតក្នុងសម្បត្តិហ្នឹងដែលនាងបានខ្លាចជាអ្នកលេងហ្គេមហ្នឹងហើយមិនអាចឈប់វិញបាននោះទេហើយវគ្គទី1នៃល្បែងហ្នឹងក៏ចាប់ផ្ដើមនៅនាងទទួលបានលុយ100លានយេនហើយជុំទី1នេះនាងត្រូវប្រកួត1ទល់នឹង1ដែលត្រូវប្រើគ្រប់វិធីទាំងអស់ដើម្បីយកប្រាក់100លានយេនពីដៃគូប្រកួតរបស់ខ្លួនដោយការលួចឬធ្វើអ្វីផ្សេងៗចឹងទៅគឺមិនខុសច្បាប់នោះទេហើយដៃគូប្រកួតហ្នឹងគឺប្រកាសនៅពេលក្រោយនៅរយៈពេលនៃការលេងហ្គេមនេះគឺ30ថ្ងៃដល់ថ្ងៃចុងក្រោយអ្នកដែលមានប្រាក់ច្រើនជាងគេគឺជាអ្នកឈ្នះហើយនៅថ្ងៃចុងក្រោយនឹងដែរភ្នាក់ងារល្បែងនឹងប្រមូលប្រាក់100លានយេនដែលគេបានឲ្យទៅអ្នកលេងហ្នឹងហើយលុយដែលអ្នកឈ្នះនឹងយកបាននឹងក្លាយទៅជារបស់អ្នកឈ្នះនោះតែបើសិនជាចាញ់អ្នកលេងហ្នឹងគឺត្រូវជាពាក់ក្រុមហ៊ុនល្បែងនេះ100លានយេនវិញអញ្ចឹងអារម្មណ៍របស់ Nao ពេលនេះមិនមែនសប្បាយចិត្តដែលឈ្នះបានលុយច្រើននោះទេគឺនាងភ័យដែលអាចនឹងប្រឈមការជំពាក់បំណុល100លានយេនហើយនាងក៏មិនដឹងត្រូវនិយាយប្រាប់អ្នកណាទៀតព្រោះសាច់ញាតិដែលនាងមាននៅសល់ហ្នឹងគឺមានតែឪពុកនាងម្នាក់គត់ដែលគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយអញ្ចឹងនាងមិនចង់ឲ្យគាត់បារម្ភរឿងនេះនោះទេនាងចង់ឲ្យគាត់ហ្នឹងទៅដែលស្ងប់ចិត្តតែប៉ុណ្ណោះចឹងនាងក៏មករកមេធាវីវិភាសាដែលមុខអាមួយនេះក៏ដូចតួចិត្តអាក្រក់ចឹងតែវាក៏មិនអាចជួយអ្វីនាងបានដែរហើយបើប្តឹងប៉ូលីសក៏អត់ប្រយោជន៍ទៅទៀតព្រោះលុយទាំងនោះគឺជារបស់ក្រុមហ៊ុនល្បែងហ្នឹងចឹងបើនាងប្តឹងប៉ូលីសឲ្យពួកហ្នឹងថានោះគឺជាលុយរបស់វានោះនាងនឹងក្លាយទៅជាអ្នកខុសវិញចឹងមេធាវីហ្នឹងក៏ប្រាប់ឲ្យនាងទៅរកអ្នកប៉ិនខាងបោកប្រាស់ឲ្យទៅក្រែងគេអាចជួយនាងបានហើយពេលវេលាជជែកជាមួយមេធាវីហ្នឹងក៏បញ្ចប់បើនាងចង់សួរទៀតទៅបង់លុយថែមចឹងនាងក៏ត្រឡប់ទៅផ្ទះវិញដេកយាមលុយដែលបានមកទាំងអស់ហ្នឹងជាមួយអារម្មណ៍ផិតភ័យនៅថ្ងៃស្អែកខាងល្បែងក៏ផ្ញើសម្បត្តិបង្ហាញមុខអ្នកដែលត្រូវប្រកួតជាមួយនាងគឺជាគ្រូអនុវិទ្យាល័យរបស់នាងតែម្ដងដែលគាត់ហ្នឹងតែងតែជួយគ្រួសារនាងពេលឪពុកនាងឈឺហើយក៏ជាគ្រូល្អម្នាក់ផងដែរចឹងនាងក៏បានទៅជួបគ្រូនោះនិយាយគ្នាហើយគាត់ហ្នឹងក៏ដឹងថានាងជាដៃគូប្រកួតរបស់គាត់ដែរគ្រូហ្នឹងក៏បានថាល្បែងនេះវាមានចំណុចគួរឲ្យសង្ស័យច្រើនឧទាហរណ៍ថាដៃគូប្រកួតហ្នឹងបានបាត់លុយចឹងគេប្រកាសជាចោទទៅម្ខាងទៀតថាជាអ្នកលួចចុះបើខាងម្ចាស់ហ្គេមជាអ្នកលួចវិញគិតមិនចុងក្រោយមិនអ្នកលេងទាំងពីរហ្នឹងគឺត្រូវជាពាក់ខាងម្ចាស់ល្បែងដូចគ្នានាងក៏ភ្ញាក់ខ្លួនព្រឺថាចាញ់បោកម្ចាស់ហ្គេមនោះគង់តែបានគ្រូនាងជួយបង្ហាញផ្លូវនោះទេសំខាន់មកអាប៉ែកនោះដូចបោកមិនទេចឹងគាត់ក៏ប្រាប់ឲ្យនាងទៅមើលប្រារបស់នាងទៅខ្លាចខាងល្បែងនេះគេចូលមកលួចពេលឃើញប្រារបស់នាងនៅទាំងអស់ចឹងគ្រូក៏ផ្ដល់យោបល់ថាដាក់នៅទូសុវត្ថិភាពធនាគារជាមួយលុយគាត់តែម្ដងទៅរហូតដល់ល្បែងនេះបញ្ចប់ចាំចែកគ្នាវិញចឹងនាងក៏ជឿទុកចិត្តឲ្យបកគោលលុយទាំងអស់ហ្នឹងទៅគ្រូនឹងតែម្ដងចឹងនាងក៏ដេកស្កប់ស្កល់វិញលែងបារម្ភរឿងលុយទៀតហើយតែពេលហ្នឹងខាងល្បែងក៏ផ្ញើសម្បត្តិមកនាងថានាងបានចាញ់លុយអស់100លានហើយល្បែងនឹងបញ្ចប់ក្នុងរយៈពេល29ថ្ងៃទៀតចឹងនាងក៏តាក់ទងទៅគ្រូនោះគាត់ថាខាងហ្គេមនោះផ្ញើសម្បត្តិនោះមកដើម្បីបំបីបំបាក់ទំនុកចិត្តរបស់ពួកគេទាំងពីរចឹងណៅនៅតែទុកចិត្តលើគ្រូនោះដដែលហើយដល់នាងទៅសួរគាត់ចឹងនាងខ្លាចគាត់ខឹងចឹងនាងក៏ចង់ទៅសុំទោសតែផ្ទាល់ពេលទៅដល់ផ្ទះគ្រូហ្នឹងនាងក៏បានលើគ្រូហ្នឹងនិយាយទូរស័ព្ទដែលគាត់ថាគាត់បានបោកសិស្សដែលល្ងើម្នាក់បានសម្រេចនឹងបានលុយ200លានយេនមកផងដែរមិនដែលឃើញមនុស្សណាស្មោះត្រង់ចឹងទេからっと騙された1億円取られたとも知らずにក្នុងពេលហ្នឹងទើបណៅដឹងថានាងត្រូវបានគ្រូនោះបោកប្រាស់ចឹងនាងក៏នឹកឃើញពាក្យរបស់មេធាវីឲ្យរកអ្នកប៉ិនល្បិចឲ្យមកជួយហើយនាងក៏បានឆែកអ៊ីនធឺណិតឃើញអ្នកកំពូលល្បិចម្នាក់ដែលចិត្តចេញពីគុកដែលគេនឹងគឺជាអ្នកកម្ចាត់ខ្សែបណ្ដាញចំនួនពុករលួយនៅក្នុងក្រុមហ៊ុនមួយឈ្មោះរបស់គេគឺ Shinichi Akiyamaចឹងនៅថ្ងៃគេចេញពីគុកហ្នឹងក៏មានអ្នកកសែតជាច្រើនចាំថតគេតែអ្នកចេញមកហ្នឹងបែរជាបរិសុទ្ធធម្មតាម្នាក់ចឹងប៉ូលីសហ្នឹងក៏មកប្រើអ្នកកសែតហ្នឹងចាក់ចេញទៅដោយសារ Akiyama ហ្នឹងបានចាក់ចេញទៅហើយតែពួកហ្នឹងមិនបានឃើញនោះទេចឹងប៉ូលីសម្នាក់ហ្នឹងក៏ប្រាប់ថា Akiyama គឺជាមនុស្សប្រកែបន្លំខ្លួនហើយនេះពួកគេក៏រត់ទៅតាមបរិសុទ្ធមិញហ្នឹងទៅតែតាមពិត Akiyama ហ្នឹងបានបន្លំខ្លួនធ្វើជាប៉ូលីសទៅវិញទេដើម្បីជួយដេញពួកហ្នឹងចេញសម្រាប់ Nao ហ្នឹងក៏បានរត់មកគុកហ្នឹងដែរហើយក៏បានរត់បុកនឹង Akiyama ពេលហ្នឹងនាងក៏បានចំណាំមុខគេហើយក៏ពឹងគេឲ្យជួយនាងដោយសារនាងត្រូវបានមនុស្សដែលនាងទុកចិត្តហ្នឹងបោកប្រាស់យកលុយអស់ហើយតែ Akiyama ហ្នឹងគ្មានលទ្ធភាពជួយនាងនោះទេម្យ៉ាងទៀតនាងកំពុងពឹងមនុស្សដែលទើបចេញពីគុកឲ្យទៅលួចលុយពីគេ
ចឹងនាងចង់ឲ្យគេជាប់គុកម្ដងទៀតមែន お前自分の言ってることの意味が分かってんのか俺にまた犯罪をやれと言ってるんだぞ ហើយគេក៏បានដើរចេញទៅតែណាអូននៅតែដើរតាមគេពីក្រោយដែលចង់ឲ្យគេនឹងស្ដាប់រឿងរបស់នាងសិនចឹងគេក៏បញ្ចោទឲ្យនាងចាំគេនៅមុខហាងមួយនេះសិនដែលគេត្រូវយកអីវ៉ាន់ទៅទុកនាងក៏បានរងចាំអស់ពេញមួយថ្ងៃរហូតដល់ថ្នាក់មានបរិសុទ្ធ2នាក់ចង់បបួលនាងទៅក្លុកទីក្រុងពេលហ្នឹងអាគីយ៉ាម៉ាក៏មកបណ្ដេញ2នាក់នឹងចេញហើយគេក៏ព្រមស្ដាប់រឿងរបស់ណាអូដោយសារនាងនឹងនៅឈរចាំមិនហូបអីសោះហើយបើមែនតែនទៅគេចាំតែ2-3ម៉ោងគេដឹងថាត្រូវគេបោកបាត់ទៅហើយចឹងអាគីយ៉ាម៉ានឹងថាមកពីនាងស្មោះត្រង់ជ្រុលហួសហេតុទៅគេបោកបានអញ្ចឹងតែនាងតបវិញថាវាខុសដែរមិនមែនមកគ្រាន់តែស្មោះត្រង់ជ្រុលហ្នឹងចឹងអាគីយ៉ាម៉ាក៏ព្រមស្ដាប់រឿងរបស់នាងដែលនាងបានចូលរួមលេងហ្គេមបោកប្រាស់ក្រោយស្ដាប់ហើយអាគីយ៉ាម៉ាក៏ឲ្យនាងទៅសុំលុយពីគ្រូរបស់នាងវិញទៅស្អែកឡើងពួកគេក៏មករកគ្រូនឹងដើម្បីទារលុយរបស់នាងមកវិញតែគាត់ថាលុយនឹងបានដាក់ក្នុងទូសុវត្ថិភាពធនាគារទៅហើយចឹងចាំដល់ថ្ងៃចប់ហ្គេមចាំទៅយកវិញចឹងនាងក៏បានលើកពាក្យដែលគាត់និយាយក្នុងទូរស័ព្ទនៅថ្ងៃមុនហ្នឹងគាត់ក៏ប្រឹងនិយាយបង្វែងដែរតែអាគីយ៉ាម៉ាហ្នឹងក៏ប្រាប់ឲ្យគាត់សងលុយមកវិញបើមិនចឹងទេស្អែកគេនឹងប្តឹងប៉ូលីសហើយនេះគាត់ក៏លើកពីវិន័យក្នុងហ្គេមដែលមិនបានហាមរឿងលួចលុយនោះទេដែលមកឃ្លានេះបានបង្ហាញថាគាត់បានបោកលុយរបស់ណាអូហើយដោយគេដឹងទៅហើយក៏កលែងលាក់បាំងទៀតដែរដោយសារនោះគឺជាហ្គេមបើគាត់មិនលួចពីនាងប្រកាសជាលួចពីគាត់ព្រោះចិត្តមនុស្សមើលមិនឃើញនោះទេដោយការគាត់នៅធ្វើជាគ្រូពេលត្រូវធ្វើដំណើរកំសាន្តក៏តែងតែត្រូវបានគេកឹបកេងលុយពីលើហើយពេលគាត់ចង់ទៅរកខាងដំណើរកំសាន្តផ្សេងពួកនឹងក៏ប្តឹងទៅសាលារហូតដល់គាត់បាត់បង់អាជីពគ្រូនិងគ្រួសារផងដែរហើយនេះគាត់ត្រូវតែឈ្នះហ្គេមមួយនេះដើម្បីខ្លួនឯងហើយគាត់មិនខ្វល់ពីនាងឬឪពុករបស់នាងនោះទេចឹងណាអូបានត្រឹមយំដើរត្រឡប់មកវិញតែយំមិនអាចជួយអ្វីនាងបានឡើយណាមួយនាងមិនទាន់ជាបំណុលគេនៅឡើយទេម្យ៉ាងទៀតបើលុយទុកនៅធនាគារចឹងបើគិតដល់ថ្ងៃចុងក្រោយនៃហ្គេមនេះគឺជាថ្ងៃអាទិត្យជាថ្ងៃដែលធនាគារបិទទ្វារចឹងគាត់មានតែទៅដកនៅថ្ងៃដែលធនាគារធ្វើការចឹងគេនៅសល់2ថ្ងៃមុនហ្គេមបញ្ចប់ហើយអាគីយ៉ាម៉ាមានកម្រងការរួចទៅហើយដែលគេនឹងជួយនាងហើយបើគេអាចយកបានទាំងអស់នោះគេយកទៅ50 លានយេនថ្លៃជួយនាងប៉ុណ្ណោះដែលជាលុយពាក់កណ្ដាលដែលនាងឈ្នះហ្គេមនេះចឹងនៅថ្ងៃបន្ទាប់ណាអូនឹងក៏មកមុខផ្ទះរបស់គ្រូនាងនិងប្រកាសសង្គ្រាមជាមួយគាត់ថានឹងយកប្រាក់របស់នាងត្រឡប់មកវិញ絶対に全額奪いますដោយអាគីយ៉ាម៉ានឹងបានប្រាប់ពីកម្រងការរបស់គេដែលដំបូងនាងត្រូវតែប្រាប់គ្រូនឹងថានាងនឹងលេងហ្គេមមួយនេះហើយទី2គឺត្រូវតាមដានគ្រូនឹងឲ្យជាប់ចឹងនាងក៏បានមកតាមដានគ្រូនឹងតែនាងមិនយល់ថាគ្រាន់តែធ្វើបែបនេះអាចបានប្រាក់100 លានយេនមកវិញនោះទេក្រោយមកពេលដែលគ្រូនឹងមកទិញអីវ៉ាន់វិញអាគីយ៉ាម៉ាក៏មកស្ទាក់ផ្លូវនឹងប្រាប់ថាគេនឹងជួយណាអូយកឈ្នះហ្គេមនេះជាមួយនឹងលុយ200 លានមកវិញហើយគេក៏មានកម្រងការល្អឥតខ្ចោះមួយដែរគ្រូនឹងក៏រត់ចូលផ្ទះទាំងផិតភ័យល្ងាចឡើងគាត់ក៏បានប្តឹងប៉ូលីសដោយសារតាឡានរបស់ណាអូនឹងបានចោទមកផ្ទះរបស់គាត់ពេលប៉ូលីសមកដល់ណាអូក៏បើកចាក់ចេញទៅអាគីយ៉ាម៉ានឹងក៏អស់សំណើចដែលគ្រូនឹងប្តឹងប៉ូលីសតែគេបានដឹងមុនទៅហើយអញ្ចឹងមិនគេជួបផ្ទះមួយក្បែរហ្នឹងដែលអាចមើលឃើញផ្ទះរបស់គ្រូនោះពេលហ្នឹងណាអូចាប់អារម្មណ៍ថាអាគីយ៉ាម៉ានឹងគឺជាមនុស្សល្អដោយសារគេបានបដូរវេនឃ្លាំមើលជាមួយនាងដើម្បីឲ្យនាងមានឱកាសបានទៅមើលថែឪពុករបស់នាងចុះមិនអត់ធ្វើការធ្វើអីទេតែអាគីយ៉ាម៉ាជួយនាងដោយសារលុយបំណោះព្រោះគ្មានមនុស្សណាទៅជួយអតីតអ្នកបោកប្រាស់នោះឡើយហើយបើមួយខែបាន50 លានណាមិនធ្វើមួយអាទិត្យក្រោយមកពួកគេក៏នៅឃ្លាំមើលគ្រូនឹងដដែលដែលប្រហែលថ្ងៃហ្នឹងគ្រូនោះគឺនៅក្នុងផ្ទះរហូតពេលហ្នឹងណាអូក៏ចង់ដឹងពីផែនការរបស់អាគីយ៉ាម៉ាអញ្ចឹងគេក៏បញ្យល់ថាគេនឹងវាយប្រហារផ្លូវចិត្តរបស់គ្រូនឹងជាមុនសិនព្រោះដូចពេលដែលខាងឆោបោកលុយធនាគារតាក់ទងមកបន្លំធ្វើជាសម្លេងសាច់ញាតិនោះខាងគ្រួសារនឹងបាត់បង់ស្មារតីហើយព្រមបកគោលលុយដែលមិនស្ទាក់ស្ទើរទោះជាមនុស្សឆ្លាតយ៉ាងណាក៏ដោយឲ្យតែស្មារតីធ្លាក់គេនឹងចាប់ផ្ដើមគិតលែងចេញដោយករណីគ្រូនេះវិញពួកគេបានប្រកាសថានឹងយកលុយ200 លាននោះមកវិញជាមួយកម្រងការដ៏ល្អឥតខ្ចោះមួយបន្ថែមពីនឹងទៀតគាត់ត្រូវបានឃ្លាំមើល24 ម៉ោងអញ្ចឹងអារម្មណ៍គាត់នឹងលែងនឹងណូហើយដោយសារមិនដឹងកម្រងការរបស់ណាអូនឹងគឺជាអ្វីនោះទេអញ្ចឹងណាអូដឹងពីវិធីបំបាក់ស្មារតីរបស់អាគីយ៉ាម៉ាតែធ្វើមិនទើបអាចយកលុយ200 លាននឹងពីទូសុវត្ថិភាពធនាគារបានអាគីយ៉ាម៉ាដឹងថាលុយនឹងគឺមិននៅធនាគារនោះទេគឺនៅក្នុងផ្ទះរបស់គ្រូនឹងព្រោះបើលុយទុកក្នុងទូធនាគារហើយបើមានគេឃ្លាំមើលនៅផ្ទះរាល់ថ្ងៃអញ្ចឹងច្បាស់ណាស់គាត់នឹងចាក់ចេញទៅឲ្យឆ្ងាយចុះបើសិនលុយនោះគាត់លាក់នៅក្នុងស្មៅឬកន្លែងណាមួយនៅក្នុងផ្ទះនោះគាត់នឹងនៅចាំយាមកន្លែងដាក់លុយនឹងហើយព្រោះខ្លាចគេចូលមកលួចហើយនេះហើយទើបគ្រូនឹងនៅយាមផ្ទះមិនទៅណាទាំងអស់ដោយសារណាអូនឹងនៅតាមឃ្លាំមើលគាត់ជាប់16 ថ្ងៃកន្លងផុតទៅគ្រូនឹងក៏ចាប់ផ្ដើមបាក់កម្លាំងដោយសារត្រូវណាអូឃ្លាំមើលជាប់និងមិនចាក់ចេញពីបន្ទប់នោះតទៅសោះហើយ10 ថ្ងៃចុងក្រោយមុនហ្គេមបញ្ចប់ហ្នឹងគ្រូនឹងកាន់តែបាក់ស្មាតអញ្ចឹងអាគីយ៉ាម៉ានឹងក៏ចង់ទៅលេងគាត់បន្តិចពេលហ្នឹងក៏មានផ្សែងចូលក្នុងផ្ទះរបស់គាត់អញ្ចឹងគាត់ក៏ទៅមើលថាឆេះអីតែរកមិនឃើញទេគាត់ក៏បានតាក់ទងទៅមិត្តរបស់គាត់ឲ្យមកជួយតែមិត្តគាត់នឹងប្រាប់ឲ្យហៅខាងអាគីភ័យទៅហើយគេនឹងចេះស្អីអញ្ចឹងអាគីយ៉ាម៉ាក៏មកដល់ផ្ទះគាត់នឹងប្រាប់ថាមិត្តគាត់នឹងនិយាយត្រូវហើយភ្លើងឆេះគេហៅខាងអាគីភ័យមិនមែនភ្លើងឆេះហៅប៉ូលីសចរាចរណ៍នោះទេសំខាន់ផ្សាយហ្នឹងគឺណាអូជាអ្នកដុតផ្លុំបញ្ចូលផ្ទះគាត់ហើយអាគីយ៉ាម៉ានឹងក៏ចាប់អារម្មណ៍ថាគាត់មិនឆ្លេឆ្លារកកន្លែងឆេះបែរជាសង្ងំក្នុងបន្ទប់នេះទៅវិញហាក់ដូចជាបដូរស្លាប់ក្នុងបន្ទប់ហ្នឹងអញ្ចឹងសង្ស័យលុយ200 លានហ្នឹងគឺនៅក្នុងបន្ទប់ហ្នឹងហើយអញ្ចឹងគាត់ក៏សារភាពថាលុយហ្នឹងគឺនៅទីនេះហើយក៏បើកទូបង្ហាញដែលលុយទាំងអស់ហ្នឹងគឺនៅក្នុងទូសុវត្ថិភាពចាក់សោជាប់បានយ៉ាងល្អទោះយកស្អីមកកោះក៏មិនបានដែរថែមទាំងធ្ងន់លើកមិនរួចទៅទៀតអញ្ចឹងពីអ្នកគេហ្នឹងចង់មកយកមែនយកបានយកទៅណាអូក៏ចាប់ផ្ដើមអស់សង្ឃឹមតែអាគីយ៉ាម៉ាហ្នឹងដឹងថាគ្រូនឹងបង្ហាញទូដើម្បីបំបាក់ស្មារតីពួកគេចៃដន្យនេះអាគីយ៉ាម៉ាមានវិធីដែលអាចយកលុយចេញពីទូនោះបានយ៉ាង
ងាយជាទីបំផុតដែលធ្វើឲ្យគ្រូនឹងទន់ជើងវិញដោយសារអាគីយ៉ាម៉ាមិនស្លន់ស្លោតែនេះជាវិធីបំបាក់ស្មារតីទៅលើកំណត់ដែលមិនស៊ីសង្វាក់គ្នាដោយមនុស្ស4នាក់ម្នាក់គិតខុសគេតែ3នាក់ទៀតគិតដូចគ្នាអញ្ចឹងម្នាក់ខុសគេនឹងស្របតាមគេវិញដើម្បីបត់បែនតាមអ្នកដទៃហើយការបង្ហាញភាពជឿជាក់របស់អាគីយ៉ាម៉ានឹងបានធ្វើឲ្យគ្រូនឹងចាប់ផ្ដើមស្លន់ស្លោគិតថាអាគីយ៉ាម៉ាមានវិធីអាចយកលុយពីទូនឹងបានហើយអាគីយ៉ាម៉ានឹងមិនមែនចេះតែនិយាយអួតទេគេអាចយកលុយពីទូនឹងបានមែនអញ្ចឹងបន្ទាប់ពីជំនួបថ្ងៃមិញមកគ្រូនឹងចាប់ផ្ដើមអង្គុយអោបទូនឹងតែម្ដងព្រោះថាបើចង់បើកទូនឹងលុះត្រាតែមានសោរបស់គាត់តែមិនបានអាគីយ៉ាម៉ានិយាយទាំងជឿជាក់ថាគេអាចបើកទូនឹងបានហើយនេះគាត់ក៏នឹកឃើញថាគេអាចប្រើអាស័យបាញ់ភ្លើងនឹងយកមកកាត់ដៃអញ្ចឹងទៅអញ្ចឹងគាត់ក៏យកកំបិតមកពាក់ក្បាលផងកាន់ជាប់ដៃផងដើម្បីការពារទូនឹងតែប្រើភ្លើងនឹងវាចំណាយពេលហើយនេះគាត់គិតថាអាគីយ៉ាម៉ានឹងប្រើបរិសុទ្ធសាច់ដុំលួចទូនេះទៅអញ្ចឹងគាត់ក៏វាច្បាក់ការពារទូនឹង4ថ្ងៃចុងក្រោយមុនហ្គេមបញ្ចប់គ្រូនឹងក៏ចេញពីផ្ទះដើម្បីយកសម្បត្តិដែលខាងហ្គេមនឹងផ្ញើមកដែលគេនឹងមកយកលុយនៅថ្ងៃទី14វេលាម៉ោង5ល្ងាចឃើញអញ្ចឹងគាត់ក៏សប្បាយចិត្តវិញព្រោះត្រង់តែប្រហែលម៉ោងទៀតក៏នឹងឈ្នះហ្គេមនេះហើយណាអូក៏ទទួលបានសម្បត្តិមួយនេះផងដែរតែអាគីយ៉ាម៉ានឹងនៅតែឲ្យនាងខ្លំមើលគ្រូនឹងដដែលព្រោះពេលវេលាមកដល់អាគីយ៉ាម៉ានឹងប្រើវេទមន្តធ្វើឲ្យទូនោះបើកទ្វារដោយខ្លួនឯងអញ្ចឹងពួកគេក៏បន្តសកម្មភាពនេះរហូតដល់វិនាទីចុងក្រោយណាអូនឹងក៏ចាប់ផ្ដើមស្លន់ស្លោដោយសារនាងនឹងចាត់ចាញ់ហ្គេមនេះហើយអញ្ចឹងនាងក៏ស្រែករកអាគីយ៉ាម៉ាឲ្យជួយគ្រូនឹងក៏ចេញមកសាច់ចំអដាក់នាងដោយសារការនិយាយថាអាចដោះទូនឹងបានគឺគ្រាន់តែជាការនិយាយចោលប៉ុណ្ណោះអញ្ចឹងនាងក៏សុំអង្វរគ្រូនឹងឲ្យសងលុយនាង100លានមកវិញតែគាត់មិនជួយនាងទេហើយក៏ចាំអង្គុយរហូតដល់វិនាទីចុងក្រោយកណ្ដឹងនឹងក៏បានបន្លឺឡើងហើយរឿងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ Please, sir, I want some more.